ព្រះត្រៃបិដកលេខ52ទំព័រ50បន្ទាត់5 ดุក្ខាហិសារំភកថាការពោលពាក្យប្រណាំងប្រជែងជាហេតុនាំឲ្យកើតទុក្ខព្រះបរមសាស្តាព្រះអង្គទ្រង់គង់ប្រថាប់នៅចេតវនារាមទ្រង់ត្រាស់ប្រារព្ធចំពោះព្រះកោដធានថែរឿងហេតុដោយសារព្រះកោដធានថែមានបព្វកម្មធ្វើឲ្យគេមើលឃើញលោកមានស្ត្រីម្នាក់ដើរជាប់ពីក្រោយនឹងនៅជាមួយនឹងលោកជានិច្ចម្ល៉េះហើយភិក្ខុដទៃក៏ចោទលោកថាទ្រុសិលព្រះថេរៈកាលដែលលោកនៅជាទេវតាបានបំបែកភិក្ខុអ្នកមានសិល2អង្គឲ្យបែកគ្នាក្នុងការបំបែកនោះទេវតាបាននិមិត្តស្ត្រីម្នាក់ធ្វើហាក់ដូចជាភិក្ខុមួយអង្គនោះបានទំលាយសិលជាមួយនឹងនាងទេវតាត្រូវធ្លាក់អវិជ័យមហានរករហូតមួយចន្លោះព្រះពុទ្ធក្នុងពុទ្ធបាទកាលនេះកើតក្នុងក្រុងសាវត្ថីក្នុងថ្ងៃដែលបួសនោះឯងចាប់ផ្ដើមមានរូបស្ត្រីម្នាក់នៅជាមួយនឹងលោកកាលដែលភិក្ខុដទៃពោលទោសលោកក៏ពោលប្រទោសតបដោយការខឹងក្រោធច្រឡោតតោតទងព្រះបរមសាស្តាទ្រង់ត្រាស់ព្រះគាថាទូលមានដូចឆ្នេះថាមាវោចភរុសង្កច្ចិវុត្តាបតិវដយុតੰដុក្ខាហិសារំភកថាបតិដន្យាភុសយុតੰសចេនេរហិអត្តានੰកੰសោឧបហតោយថាអេសបតោសិនិព្វានੰសារំភោតេនវិជ្ជតិអ្នកកុំនិយាយពាក្យអាក្រក់នឹងអ្នកណាមួយឡើយជនទាំងឡាយដែលអ្នកស្ដីថាឲ្យហើយគេក៏បីស្ដីថាតបមកអ្នកវិញព្រោះថាការពោលពាក្យប្រណាំងប្រជែងជាហេតុនាំឲ្យកើតទុក្ខអាញាតបត្រូវបានធ្លាក់ចុះមកប៉ះពាល់ដល់អ្នកវិញបើអ្នកធ្វើខ្លួនមិនឲ្យញាប់ញ័រដូចរគាំងដែលជាមាត់ចេញហើយរមែងមិនលាន់ឮសូរដូច្នោះអ្នកនោះជាបុគ្គលដល់នៅព្រះនិព្វានការប្រណាំងប្រជែងមិនមានដល់អ្នកឡើយ